ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំត្រឡប់មួយណាខ្ញុំពិតជាសូមទោសអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលផុសវីដេអូនេះមុនថ្ងៃប្រឡង4 5ថ្ងៃអញ្ចឹងទៅធ្វើឲ្យខ្ញុំអត់មានពេលធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលទៀតហើយក៏ធ្វើឲ្យអ្នកទាំងអស់គ្នារងចាំយូរដែរខ្ញុំអត់មានអីក្រៅពីការសុំទោសទេឥឡូវយើងចូលដល់សាច់រឿងយើងបន្តទៀតតោះកាត់មកដល់ពេលព្រឹកនៅកន្លែងធ្វើការរបស់អ្នកដឹកនាំហាងគាត់បានដើរចេញមកហើយគាត់ក៏បាននិយាយថាអ្វីគ្រប់យ៉ាងគឺត្រូវបានពិនិត្យរួចរាល់អស់ហើយដល់ពេលដែលខ្ញុំមកគួរតែកេងខ្លះហើយនៅពេលនោះលោកលាវក៏បានសួរទៅកាន់អ្នកដឹកនាំហាងថាតើឯងស្គាល់ក្មេងដែលមកល្ងាចមិញនេះបានដោយរបៀបណាទៅហើយនៅជាសួរបន្ថែមទៀតថាតើគាត់គឺជាមិត្តប្រុសរបស់ឯងមែនទេអ្នកដឹកនាំហាងបានស្ដីឲ្យលោកលាវយើងតែម្ដងថាតើឯងឈ្មោះទេមែនគេមានអាយុក្មេងជាងយើងរហូតដល់10ឆ្នាំណោះវាមិនអាចទៅរួចទេខ្ញុំគ្រាន់តែធ្លាប់ជួយពង្រៀនគាត់មួយរយៈមុនពេលដែលខ្ញុំចាស់ចេញទៅហុងកុងហើយថ្មីនេះខ្ញុំបានជួបគាត់ម្ដងទៀតដោយចៃដន្យហើយគាត់ថែមទាំងជាក្មេងល្អម្នាក់ទៀតផងសាច់រឿងយើងក៏បានកាត់មកដល់ពេលល្ងាចដែលយាយកំពុងតែអង្គុយមើលព្រះអាទិត្យលិចជាមួយនឹងបងប្រុសរបស់គេនៅពេលនោះផងដែរនរណាក៏បានចាប់ដើមនិយាយថាការពិតទៅខ្ញុំគឺជាអាហ្វាទេនោះហើយគឺជាមូលហេតុដែលពុកម្ដាយរបស់ខ្ញុំមកប្រឆាំងមិនឲ្យខ្ញុំនៅជាមួយនឹងយីហានក៏ព្រោះតែគាត់គឺជាបេតាហើយប៉ារបស់ខ្ញុំមកថែមទាំងព្យាយាមចង់សម្លាប់យីហានទៀតផងយីយ៉នបានសួរបញ្ជាក់ទៅកាន់នរណាថាតើឯងពិតជាអាហ្វាមែនមែននរណាបានតបថាមែនហើយគ្មានអ្នកណាដឹងទេក្រៅពីគ្រួសាររបស់ខ្ញុំហើយនឹងយីហានហើយឥឡូវគឺថែមទាំងឯងមួយទៀតយីយ៉នបានតបថាតើឯងប្រកាសថាមិនអីនៅពេលឯងប្រាប់ខ្ញុំអំពីរឿងនេះនរណាបានឆ្លើយថាខ្ញុំកំពុងប្រាប់ឯងនឹងក៏ព្រោះតែឯងគឺជាឯងនឹងហើយនរណាក៏នៅតែបន្តនិយាយទៀតថាឪពុកម្ដាយរបស់ខ្ញុំក៏ចង់ឲ្យខ្ញុំអាចមានកូនដូចអ្នកដទៃដែរប៉ុន្តែយីយ៉នប្រសិនបើឯងគឺជាអាហ្វាស្រីឬអូមេហ្គាប្រុសហើយត្រូវបានគេគ្រប់គ្នាមើលឃើញថាគឺជាមនុស្សចម្លែកមួយប្រភេទតើឯងគិតយ៉ាងម៉េចទៅ Golden Alpha ត្រូវបានគេទទួលស្គាល់ថាគឺមានកម្រិតខ្ពស់ហើយភាគច្រើនណាពួកគេគឺជាអ្នកមានទៀតផងដូច្នេះហើយទៅគ្រួសាររបស់ខ្ញុំចង់ឲ្យខ្ញុំរៀបការជាមួយនឹង Golden Alpha ប្រុសយីហានក៏បាននិយាយថារស់នៅជាមួយគាត់តែជីវិតគឺពិតជាធម្មតាខ្លាំងណាស់ក៏ព្រោះតែគាត់គឺជាបេតានរណាបានតបថាជីវិតរស់នៅបែបធម្មតាជាមួយអ្នកណាផ្សេងក្រៅពីយីហានខ្ញុំនឹងមិនសប្បាយចិត្តទេខ្ញុំគ្រាន់តែបារម្ភថាគាត់នឹងត្រូវឈឺចាប់តែប៉ុណ្ណោះយីហានបានចាប់ដៃរបស់នរណាកាន់ហើយបាននិយាយថាខ្ញុំមិនខ្លាចទេនឹងរឿងហ្នឹងនិយាយចប់នរណាក៏បបួលអ្នកទាំងអស់គ្នាចេញពីទីនេះតែយីយ៉នគាត់ក៏បានចាប់ផ្ដើមនិយាយម្ដងថានៅថ្ងៃនោះឪពុករបស់ខ្ញុំគាត់បាននិយាយថាស្នេហាគឺជារឿងដ៏គួរឲ្យខ្លាចបំផុតប្រសិនបើយើងធ្វើឲ្យបាត់បង់វានឹងធ្វើឲ្យយើងបាក់ទឹកចិត្តខ្លាំងណាស់ហើយអ្នកទាំងពីរនេះមានក្តីស្រឡាញ់ចំពោះគ្នាខ្លាំងណាស់ប៉ុន្តែប្រសិនបើសេចក្តីស្រឡាញ់នោះត្រូវបានគេដកចេញពីពួកគាត់អ្នកទាំងពីរនឹងត្រូវរងការឈឺចាប់ដូច្នេះអ្នកទាំងពីរត្រូវតែនៅជាមួយនឹងគ្នានោះគឺជាមធ្យោបាយតែមួយគត់ដែលធ្វើឲ្យអ្នកទាំងពីរមានសុភមង្គលនរណាបានស្ទុះមកអោបយីយ៉នហើយនិយាយថាយីយ៉នណាកុំបារម្ភអីពួកយើងទាំងពីរនឹងនៅជាមួយនឹងគ្នាជានិច្ចសាច់រឿងយើងក៏បានកាត់មកដល់ពេលព្រឹកនៅសាលាវិចិត្រសាស្ត្រវិញម្ដងនៅពេលដែលយីយ៉នដើរចូលមកដល់គាត់ក៏បាននាំមកថាបុគ្គលិកនៅទីនេះត្រូវតែស្លៀកពាក់បែបទាន់សម័យអញ្ចឹងមែនបុគ្គលិកស្រីម្នាក់នោះបានតបថានេះមិនមែនជាអ្វីដែលរំពឹងទុកពីបុគ្គលិកនៅសាលាវិចិត្រសាស្ត្រហ្នឹងទេមែនមួយទៀតអ្នកទាំងអស់គ្នាខ្ញុំសូមហៅបុគ្គលិកស្រីម្នាក់ហ្នឹងថាចាយណាដោយសារក្នុងរឿងហ្នឹងគេបានប្រាប់ឈ្មោះបុគ្គលិកស្រីហ្នឹងទេអាចារ្យរបស់យើងបានប្រាប់ទៅយីយ៉នទៀតថាអតិថិជនរបស់ពួកយើងភាគច្រើនណាគឺស្ថិតនៅក្នុងវិស័យការលេងម៉ូដកៅបែបអញ្ចឹងដូច្នេះនៅក្នុងគោលការណ៍របស់លោកលាវគឺតម្រូវឲ្យពួកយើងស្លៀកពាក់បែបទាន់សម័យដើម្បីទាក់ទាញពួកគេជូហាណាក៏បាននិយាយដែរថាតារាល្បីៗជាច្រើននឹងមកទស្សនាថ្ងៃនេះអញ្ចឹងពួកយើងគួរតែសប្បាយចិត្តទៅយីយ៉នបាននិយាយថាខ្ញុំមិនសូវតាមទាន់តារាល្បីៗអីទេប៉ុន្តែបើសិនជាមានម្នាក់ណាដែលខ្ញុំស្គាល់ខ្ញុំគួរតែប្រាប់បងប្រុសហើយនឹងនរណាដែរនៅពេលនោះអ្នកដឹកនាំហាងបានធ្វើឲ្យកតារបស់គាត់ដួលអីវ៉ាន់របស់គាត់គឺញ៉ៃពេញលើតុតែម្ដងអាចារ្យរបស់យើងបានសៃសួរអ្នកដឹកនាំហាងថាតើមានអ្វីខុសប្រក្រតីមែនទេអ្នកដឹកនាំហាងក៏បានស្រែកឡើងតែម្ដងថាខ្ញុំពិតជាឈួតហើយខ្ញុំគិតថាថ្ងៃនេះអ្វីៗគ្រប់យ៉ាងគឺនឹងដំណើរការទៅដោយលូនប៉ុន្តែខ្ញុំបែរជាភ្លេចសៀវភៅនោះនៅផ្ទះទៅវិញសៀវភៅនោះបានបោះពុម្ពផ្សាយនិងនិពន្ធដោយនាយកនៃ Monsieurs ហើយនៅថ្ងៃនេះពួកគេក៏បានមកចូលរួមដែរនៅក្នុងសៀវភៅនោះគឺមានរូបមន្តច្បាប់ជាច្រើនហើយខ្ញុំបានចំណាយពេលច្រើនណាស់ដើម្បីអានវាឲ្យចប់អាចារ្យយើងគាត់ទៅលើបែបនឹងភ្លាមគាត់និយាយថាខ្ញុំនឹងបញ្ញាប់ហៅតាក់ស៊ីដើម្បីជិះទៅយកវានាយកហាងបានគាត់ថាមិនបាច់ទេកម្មវិធីគឺនឹងចាប់ផ្ដើមឥឡូវនេះហើយបើសិនជាយើងទៅយកវាគឺនៅចំណាយពេលយូរទៀតយើងបាននិយាយថាខ្ញុំនឹងទៅយកវាឲ្យគ្រាន់តែឲ្យនរណាម្នាក់ដើម្បីជូនខ្ញុំទៅប៉ុន្តែបើយើងគ្រាន់តែទិញច្បាប់មកពីហាងលក់សៀវភៅនោះវិញយ៉ាងម៉េចដែរអ្នកដឹកនាំហាងបានតបថាមែនហើយនោះក៏ដំណើរការដែរយីយ៉នបានប្រាប់ថាខ្ញុំនឹងឆាប់ត្រឡប់មកវិញទេយីយ៉នក៏បានមកដល់កន្លែងលក់សៀវភៅហើយគាត់ក៏កំពុងតែរកសៀវភៅច្បាប់ដែលត្រូវទិញនោះដែរអេជប់មួយនេះមែនមួយហ្នឹងហើយទិញខ្ញុំមកទិញរួចយីយ៉នយើងគាត់ក៏បានយកមកអង្គុយអាននៅក្នុងឡានហើយគាត់ក៏បានគិតដែរថាអរគុណព្រះជាម្ចាស់ខាងណាដែលមិនត្រូវចំណាយពេលយូរដើម្បីរកទិញវាមិនដោយការគិតរបស់ខ្ញុំនោះទេមិនយូរប៉ុន្មានឡានក៏បានមកដល់កន្លែងដើមវិញហើយយីយ៉នយើងគាត់បានចូលពីលើឡានគាត់បានអរគុណគេផងដែរហើយគាត់ក៏បានភ្ញាក់ផ្អើលនឹងមនុស្សម្នាក់គាត់បានគិតថាតើនោះមិនមែនជាលោកលាវទេយីយ៉នគាត់បានដើរចូលទៅសួរស្ដីលោកលាវហើយបរិបទដែលនៅជិតនោះគាត់បានដើរមកជិតលោកលាវហើយរួចនិយាយថាខ្ញុំគិតថាខ្ញុំមិនធ្លាប់បានឃើញគាត់ពីមុនមកទេតើគាត់គឺជាមិត្តប្រុសថ្មីរបស់ឯងមែនលោកលាវគាត់តបទាំងខូថាឯងមិនទាន់ដឹងពីថែបរបស់យើងទេកុំចេះតែនិយាយណែអ្វីខុសណារហថែបណាទៀតថែបនៅមុខនឹងហើយតើនិយាយចប់គឺភា
អ្នកនឹងស្លឹងមុខគ្នាតែម្ដងថាមកឲ្យស្លឹងមិនកើតបើមកនិយាយរឿងថែបមុខគេនេះបើសិនជាមានជាយីយ៉នវិញគឺថាសន្លក់យកតែម្ដងលោកលាវនឹងបានប្រាប់បុរសម្នាក់នឹងថាគាត់គ្រាន់តែជាបុគ្គលិកបដោសិនទេអាប៉ែនឹងបានលន់មកថាដូច្នេះមិនរបស់លេងថ្មីទេអេអាប៉ែនេះគ្រាន់តែឃើញគេព្រាមក៏ទៅគាត់លើគេហ្មងមិននៅចិត្តវិញនៅវាយអាប៉ែនឹងបានដើរមកចាប់ដៃជាមួយនឹងយីយ៉នហើយបាននិយាយថានៅហ្វេនធំមិនតែជួបបុគ្គលិកបដោសិនទេប្រហែលជាខ្ញុំមកគួរតែសារធ្វើការនៅទីនេះដែរយីយ៉នយើងបានតថាវាគ្រាន់តែជាការងារមួយថ្ងៃប៉ុណ្ណោះអ្នកទាំងអស់គ្នាហ្វេនធំហ្នឹងគឺជាឈ្មោះរបស់សាលាវិចិត្រសាស្ត្រហ្នឹងនិយាយចោលពួកអ្នកទាំង3ក៏បានដើរចូលទៅក្នុងអាប៉ែហ្នឹងក៏បានសួរទៅកាន់យីយ៉នទៀតដែរថាយីយ៉នណាកំពុងតែកាន់អីនៅក្នុងដៃហ្នឹងចង់ឲ្យគាត់ជួយកាន់ដែរយីយ៉នណាក៏បានតបថាវាគ្រាន់តែជាសភៅមួយក្បាលទេចូលមកដល់ក្នុងពួកអ្នកទាំង3ក៏បានបំបែកផ្លូវគ្នាហើយអាប៉ែហ្នឹងក៏បានប្រាប់យីយ៉នថាជួបគ្នាពេលក្រោយណាក្រោយតែចូលមកដល់ក្នុងព្រាមអ្នកដឹកនាំហានបានសួរទៅកាន់យីយ៉នថាយីយ៉នតើឯងទិញសភៅនោះបានយីយ៉នបានឆ្លើយថាបានអ្នកដឹកនាំហានក៏បានទទួលយកសភៅនោះចេញពីដៃរបស់យីយ៉ននៅពេលដែលយីយ៉នបានដើរចេញមកវិញនោះក៏បានគិតក្នុងចិត្តថាអ្នកដឹកនាំហានបានគូបន្ទាត់នៅក្រោមអត្ថបទនៃសភៅនឹងតែប្រហែលជាគេគ្រប់គ្នាបានចាប់អារម្មណ៍ទេមើលទៅយីយ៉នបានដើរមកដល់កន្លែងអាចារ្យយើងហើយអាចារ្យយើងក៏បានសួរភ្លាមទៅកាន់គាត់ថាតើឯងអាចចំណាយពេលគូបន្ទាត់ពីក្រោមវាបានខ្លះហ៎យីយ៉នហ្នឹងក៏បានឆ្លើយថាអត់ទោះអាជីវកម្មហ្នឹងមានភាពស្ទើរគ្នាម៉េចអាចារ្យយើងក៏បានឆ្លើយថាការងាររបស់យើងហ្នឹងគឺជាផ្លូវការហើយក៏ជាការលក់ដែរប៉ុន្តែតាមពិតទៅវាគ្រាន់តែជាការបោះជញ្ជក់ពីមនុស្សតែប៉ុណ្ណោះពេលខ្លះខ្ញុំក៏ហត់នឿយដែរទីផ្សារវិចិត្រសាស្ត្រនៅក្នុងស្រុកគឺវាមានភាពឆ្អែតឆ្អន់ពេកទៅហើយវិចិត្រសាស្ត្រមើលទៅនៅខាងក្រៅពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ប៉ុន្តែមានតែអ្នកមានលុយទេទើបអាចបើកវាបាននោះហើយគឺជាមូលហេតុដែលអ្នកថែសាររបស់ពួកយើងកំណត់គោលដៅពិសេសមួយអាចារ្យហ្នឹងបានសួរទៅកាន់យីយ៉នភ្លាមថាយីយ៉នណាតើឯងដឹងថាមនុស្សនៅក្នុងនេះគេកំពុងតែនិយាយពីអីបាទដឹងចាំចេះប្រាប់គឺគេកំពុងតែនិយាយពីកូដាណាហ្វាដែលមានភ្នែកពណ៌ទឹកសមុទ្រនោះនៅពេលដែលអាចារ្យយើងនិយាយដល់កន្លែងនេះយីយ៉នបានគិតក្នុងចិត្តថាតើអ្នកណាគេទៅបញ្ចេញក្លិនភេរមន្តរបស់ខ្លួនឯងដើម្បីតាក់ទាញគេគ្រប់គ្នាហើយថែមទាំងលើកស្នាដៃរបស់ខ្លួនឯងឲ្យទៅគេទៀតផងភ្លាមនោះអាចារ្យរបស់យើងគឺទះមុខខ្លួនឯងពីរដៃតែម្ដងគាត់បានដើរចាក់ចេញពីទីហ្នឹងដោយប្រាប់យីយ៉នថាឲ្យនៅចាំមើលកន្លែងហ្នឹងផងតិចទៀតគាត់នឹងត្រឡប់មកវិញហើយយីយ៉នសួរថាប្រកាសថានឹងត្រឡប់មកវិញតិចទៀតបានបន្តិចយីយ៉នងាកឃើញលោកលាវកំពុងតែនៅកន្លែងមនុស្សអ៊ូអហើយមនុស្សទាំងអស់ហ្នឹងគឺរងគាត់ចិត្តតែម្ដងហើយយីយ៉នណាក៏បានគិតក្នុងចិត្តថាខ្ញុំស្មានតែការងារហ្នឹងវាស្រួលសម្រាប់គាត់តើប៉ុន្តែមើលទៅពិបាកសម្រាប់គាត់ជាងកូនប្រុសរបស់យើងគឺថាមើលពីណាក៏សង្ហាដែរសង្ហាខ្លាំងណាស់ដល់ថ្នាក់កូនស្រីយើងមើលឡើងភ្លឹកតែម្ដងពេលនោះដែរកូនប្រុសយើងបានកលៀបភ្នែកមកចំកូនស្រីយើងវិញហើយកូនស្រីយើងគឺថាងាកចេញឡើងលឿនហ្មងខ្លាចគេចាប់បានហើយក៏មានមនុស្សម្នាក់បានមកនិយាយដែរយីយ៉នយើងថាមើលទៅអ្នកដូចជាពងភ័យខ្លាចរឿងអីមួយម៉ែម្នាក់ហ្នឹងគ្មានណាគេខាងពីប៉ែដែលយើងបានជួបនៅមុនសាច់រឿងហ្នឹងតិចខ្ញុំក៏តាមមិនដឹងឈ្មោះគាត់ដែរដោយសារនៅក្នុងរឿងហ្នឹងគេបាននិយាយហងយីយ៉នបានឆ្លើយថាគ្មានអីទេតើអ្នកចង់ឲ្យខ្ញុំជួយអីមែនស្រាប់តែប៉ែហ្នឹងបានដាក់ដៃទៅលើតុហើយអោទៅចិត្តយីយ៉នយើងដោយនិយាយថាជាដំបងប្រាប់ឈ្មោះរបស់អ្នកសិនមកយីយ៉នណាក៏បានប្រាប់ទៅថាឈ្មោះរបស់ខ្ញុំហ្នឹងគឺសៅយីយ៉នប៉ែហ្នឹងបានលន់មកសរសើរថាសូម្បីតែឈ្មោះក៏ស្អាតដែរអូយណែអត់មានជឿប៉ែហ្នឹងក៏បន្តនិយាយទៀតថាតើអ្នកអាចណែនាំខ្ញុំពីកន្លែងហ្នឹងខ្លះបានយីយ៉នយើងបានតបថាខ្ញុំគ្រាន់តែជាបុគ្គលិកបដោះសន្នទេអាចទៅសួរអ្នកផ្សេងសិនបានណាប៉ែហ្នឹងបានតបថាវាមិនអីទេគ្រាន់តែណែនាំមួយតាហើយខ្ញុំគ្រាន់តែយកវាទៅធ្វើជាឯកសារទេយីយ៉នណាបានកន្លែងទៅមើលអាចារ្យយើងហើយនឹងជូហានក៏គិតថាពីអ្នកហ្នឹងពិតជារវល់ណាស់យីយ៉នណាក៏យកព្រមជូនអាប៉ែហ្នឹងដើរមើលទៅដើរមកដល់កន្លែងរូបគំនូរមួយអាប៉ែហ្នឹងបានលន់ថារូបគំនូរនេះយីយ៉នថាមែនហើយរូបគំនូរហ្នឹងអាប៉ែហ្នឹងបាននិយាយទៅកាន់យីយ៉នថានេះគឺជាគំនូររបស់ខ្ញុំតាយីយ៉នណាក៏បានងាកភ្នែកមើលទៅកាន់លោកលាវបន្តិចដែរតែលោកលាវក៏មិនបានចាប់អារម្មណ៍យូរទេដោយសារតែគាត់រវល់និយាយជាមួយនឹងភ្ញៀវកាត់ម្ដងមកសម្រាប់វិញម្ដងពួកគេនាំគ្នាមកសម្រាប់ជុំគ្នាអស់ហើយនាយកហាណាក៏បាននិយាយថាធ្វើបានល្អណាស់អ្នកទាំងអស់គ្នាថ្ងៃនេះគឺពិតជាលក់បានល្អណាស់លោកលាវក៏បានសួរទៅកាន់អ្នកដឹកនាំហានថាតើអ្នកដឹកនាំហានពិតជាបានអានសភៅច្បាប់នោះហើយមែនហើយបានគូបន្ទាត់ពីក្រោមវាហើយឬនៅអ្នកដឹកនាំហានបានតបថាពួកយើងធ្វើការមួយគ្នារយៈពេល2សប្តាហ៍ហើយអញគិតថាខ្ញុំមានពេលសម្រាប់រឿងហ្នឹងមែនប្រុសយើងគឺថាតបឡើងខូលហ្មងអញ្ចឹងអ្នកដឹកនាំហានក៏បានមកសួរថាយីយ៉នយើងបានឆ្លើយយ៉ាងលឿនហ្មងថាខ្ញុំគាត់តែគិតថាវាមិនគួរណាមើលទៅដូចថ្មីទេតែខ្ញុំក៏បានគូបន្ទាត់មួយចំនួននៅក្រោមអក្សរក្នុងទំព័រនោះដែរពេលអ្នកដឹកនាំហានបានអានសភៅនោះមកម្លេះហើយអ្នកដឹកនាំហានបាននិយាយថាអូយយីយ៉នឆ្លាតសប្តាហ៍លោកលាវយើងចេញមកនិយាយថាចុះបើគាត់អន់ចិត្តនឹងរឿងដែលយើងគូបន្ទាត់នៅក្រោមអត្ថបទហើយបទទំព័រសភៅគាត់ទៀតព្រោះមនុស្សជាច្រើនអត់ចូលចិត្តរឿងអញ្ចឹងទេអ្នកគ្នាគាត់ហ្នឹងគឺគេចង់សំដៅទៅលើនាយកម្នាក់ដែលគាត់ចូលរួមក្នុង
ក្នុងសាលាវិទ្យាសាស្ត្រនឹងដែរយើងក៏បានតបថាខ្ញុំគ្រាន់តែគិតថាវាត្រូវការយកមកអានប៉ុន្តែខ្ញុំសុំទោសផងអ្នកដឹកនាំហាងយើងបាននិយាយថាហេតុអីត្រូវសុំទោសអេខុនណាមានអីកើតឡើងលើអ្នកមែនឆាប់ចេះឆ្ងាយអ្នកទាំងអស់គ្នាខុនហ្នឹងគឺជាឈ្មោះរបស់លោកលាវឈ្មោះពេញរបស់គាត់គឺលាវវៃខុនលោកលាវបានតបថាខ្ញុំមិនបានចង់រិះគន់គាត់ទេប៉ុន្តែមុនគាត់ធ្វើអីមួយក៏មានបានឆ្លងកាត់ការគិតរបស់ខ្លួនឯងអ្នកដឹកនាំហាងបាននិយាយថាយីយខំជួយជំរុញការលក់របស់យើងប៉ុណ្ណឹងហើយឯងគួរតែផ្ដល់ប្រាក់រង្វាន់ឲ្យគាត់មិនមែនមកនិយាយបែបហ្នឹងទេខ្ញុំខំសុំគាត់ឲ្យមកជួយតែឯងមិនចូលចិត្តគាត់មែនគ្រាន់តែលើអញ្ចឹងពីរនាក់ហ្នឹងគឺថាមកមុខគ្នាទៀតហើយលោកលាវយើងបាននិយាយថាតើវាសំខាន់ដែរគាត់គ្រាន់តែជាបុគ្គលិកបដោះអាសន្នសោះមួយទៀតឯងបាននិយាយថាខ្ញុំគួរតែផ្ដល់ប្រាក់រង្វាន់ឲ្យគាត់មិនអីទេចាំខ្ញុំឲ្យទឹកនោមហាណាបានតបថាវាមិនជាចំណុចសំខាន់ទេហើយលោកលាវក៏បានដើរចេញទៅហើយដោយនិយាយថាខ្ញុំនៅមានកម្មវិធីជប់លៀងមួយទៀតលាវបានដើរចេញទៅបាត់អ្នកទាំងពីរក៏មកអង្គុយនិយាយលួងយីយ៉នថាគាត់តែងតែអញ្ចឹងតាំងពីដើមហើយកុំគិតច្រើនអីកាន់មកដល់តាមផ្លូវដែលអ្នកដឹកនាំហាណាបានជូនយីយ៉នទៅផ្ទះយីយ៉នបាននិយាយថាអរគុណសម្រាប់ការជូនគាត់មកអញ្ចឹងហើយអ្នកដឹកនាំហាបានតបថាវាគ្រាន់តែជារឿងតិចតួចដែលខ្ញុំអាចធ្វើបានទេអ្នកដឹកនាំហាណាបានសួរទៅកាន់យីយ៉នថាតើឯងជប់គូគំនូទៀតហើយមែនយីយ៉នណាបានតបថាគ្មានអ្វីត្រូវសោកស្ដាយទេខ្ញុំបានជប់គូវាយូរដែរហើយអ្នកដឹកនាំហាណាបាននិយាយបន្តទៀតថាយីយ៉នណាខ្ញុំសង្ឃឹមថាឯងនឹងរកពេលវេលាបានល្អមួយដើម្បីធ្វើរឿងដែលចង់ធ្វើដល់តែយីយ៉នយើងក៏បានមកដល់ផ្ទះហើយឡើងកម្មចដាបដាក៏គិតបដាថាប្រសិនបើខ្ញុំបដូរចេញពីទីនេះវានឹងងាយស្រួលដល់បងប្រុសហើយនឹងណូណាដែរទាំងអស់គ្នាមូលហេតុដែលយីយ៉ននិយាយចឹងព្រោះមុនណាគាត់នឹងអ្នកដឹកនាំហានបាននិយាយពីការរស់នៅរបស់គាត់ចឹងទៅអ្នកដឹកនាំហានចង់ជួយគាត់ឲ្យការងារគាត់ធ្វើចឹងណាយីយ៉នណាក៏បានបន្តគិតទៀតថាតែខ្ញុំមកធៀមខ្លួនឲ្យនៅដើម្បីកាត់ចិត្តពីពួកគេក៏បាននិយាយចេញមកថាយីយ៉នណាឯងគួរអាណិតម៉ែអ្នកទាំងអស់គ្នាពេលដែលយីយ៉ននិយាយចឹងទៅអេមីនក៏គិតចឹងដែរដោយសារអីមុនហ្នឹងកូនប្រុសយើងបានថាឲ្យកូនស្រីយើងឡើងមកទៅហឹងមកហើយគេក៏បានកាន់មកដល់ផ្ទះកូនប្រុសយើងវិញដែលគាត់កំពុងតែអង្គុយសម្លឹងទៅមើលរូបគំនូរមួយហើយគាត់ក៏បានយកទូរស័ព្ទពីលើតុដើម្បីឆែករលេខរបស់យីយ៉នហើយនឹងផ្ញើសារទៅកាន់គាត់យីយ៉នយើងបានលើកសំឡេងសារលោតមកហើយគាត់ក៏បានលើកយកមកមើលកន្លះសង្ហាយើងវិញនៅពេលដែលបានផ្ញើសារទៅកាន់គេហើយគឺថាអង្គុយចាស់រៀងសង្ហាយកបដាក្នុងសារនោះកន្លះសង្ហាយើងបាននិយាយថានឹងមែនគឺជាសៅយីយ៉នតោះជួបគ្នាហើយជួបគ្នាទៅពីរនាក់បានទេណាបងប្អូនគ្នាចង់ដឹងថាយីយ៉នយើងតបលោកលាវថាម៉េចចនមានតែចាំមើលភាពបន្តប៉ុន្តែអេដមានអីកើតពីការសុំទោសទេដែលចេញរឿងយឺតដោយសារតែរវល់ប្រឡងហើយឥឡូវគឺឈឺទៀតចឹងបើកន្លែងណាអេដមីននិយាយទៅអ្នកទាំងអស់គ្នាស្ដាប់អត់បានអីកុំប្រកាន់អីហើយបើអ្នកទាំងអស់គ្នាឆ្ងល់កន្លែងណាអីអ្នកទាំងអស់គ្នាអាចខមមិនសួរបានណាកន្លែងខ្លះអេដមីនក៏និយាយលឿនទៅហើយកន្លែងខ្លះអេដមីនក៏និយាយយឺតទៅសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្ដាប់ទៅអត់វល់មានតែប៉ុណ្្នឹងទេណាអ្នកទាំងអស់គ្នាជួបគ្នានៅភាគក្រោយទៀត